បន្ទាប់ពីលើកនាងសួរឈិតវូក៏បានឆ្លើយទៅកាន់នាងថាគាត់គឺវង្វេងផ្លូវនិងដើរមកដល់ទីនេះដោយឆៃឡានបន្ទាប់ពីបានលើកអញ្ចឹងហើយឆាអេនក៏បានប្រាប់ទៅកាន់ឈិនវូវិញថាបើសិនជាឈិនវូវង្វេងផ្លូវនៅគាត់ក៏អាចត្រឡប់ទៅក្រោយវិញបានគាត់សារថានេះគឺជាបន្ទាត់របស់មេនៅក្នុងឈុតទាំងនេះព្រោះថាបើសិនជាធ្វើឲ្យមេពិសេសនោះខំមិនមែនតែឈិនវូទេដែលមានគ្រោះថ្នាក់សូម្បីតែអ្នកផ្សេងទៀតនោះក៏មានគ្រោះថ្នាក់ផងដែរពេលលើកអញ្ចឹងឈិនវូក៏បានសូមអភ័យទោសគាត់សារថាគាត់ក៏ដឹងរឿងទាំងអស់នេះទេនេះអាចឆាអេនក៏បានសួរទៅកាន់ឈិនវូថាឈិនវូគឺជាកម្មករជីកត្បូងមែនបន្ទាប់ពីដឹងថាឈិនវូគឺជាកម្មករជីកត្បូងនាងក៏បានឲ្យឈិនវូត្រឡប់ធ្វើការវិញទៅហើយនៅពេលដែលឈិនវូបានឆ្លងកាត់នាងក៏បានចាប់អារម្មណ៍ពីចំហាយអូរ៉ាដែលកើតចេញពីខ្លួនរបស់ឈិនវូថាតើបានឲ្យឈិនវូឈប់តិចគាត់សារនាងក៏មានសំណួរចង់សួរហើយបន្ទាប់ពីទទួលបានក្លិនស្មោះពីខ្លួនរបស់ឈិនវូនាងគឺបានដឹងថាឈិនវូគឺជា Hunter ពិតប្រាកដមែនចឹងហើយឆាអេនក៏បានឲ្យឈិនវូត្រឡប់ទៅវិញទៅមុនពេលដែលនាងក៏បដូរចិត្តវិញហើយបន្ទាប់ពីឈិនវូដើរចេញទៅបាត់នាងក៏នៅតែមានការសង្ស័យអំពីឈិនវូចឹងក៏តែនាងគឺអាចរកហេតុផលណាមួយដើម្បីដាក់បន្ទោសទៅកាន់ឈិនវូបានដូច្នេះក៏បានឲ្យគាត់ត្រឡប់ទៅវិញទៅមិនយូរប៉ុន្មានក្រុមជីកត្បូងនោះក៏បានបញ្ចប់ការងាររបស់ពួកគេហើយនៅពេលដែលពួកគេចាកចេញវិញនឹងពួកគេក៏បាននិយាយសរសើរដល់ការឈិនវូគឺសារតែឈិនវូក៏មានសំណាងបានជួយជាមួយនឹងឆាអេនដោយផ្ទាល់ហើយដូចជាពួកគេនោះទេបានត្រឹមតែនិយាយសួស្ដីទៅកាន់ឆាអេននៅក្នុងចិត្តតែប៉ុណ្ណោះនៅពេលនោះផងដែរឈិនវូក៏បានសួរទៅកាន់ពួកគេអំពីវត្តមានរបស់ឆាអេននៅទីនេះរីឯអ្នកធ្វើការជាមួយក៏បានប្រាប់ថាឆាអេននឹងនេះគឺជា Hunter Frame មួយរូបមិនត្រឹមតែស្អាតទេនាងក៏មានចិត្តល្អទេផងក៏សារតែនាងក៏បានលះបង់ពេលវេលាពេញមួយថ្ងៃរបស់នាងដើម្បីដើរល្បាតនៅក្នុងช่องនេះការពារពួកគេពីការវាយប្រហាររបស់ពួកវិសាចណាមួយហើយឆាអេននឹងគឺខុសពី Hunter ផ្សេងទៀតក៏សារតែជាមួយរបស់នាងគឺអាចធំក្លិនអាក្រក់ចេញពី Hunter ណាមួយដូច្នេះហើយយើងគឺតែងតែឃើញនាងថាដើរទៅណាមកណានោះគឺតែងតែមានកូនកសែងដៃជាប់ខ្លួនជានិច្ចរីឯឈិនវូវិញក៏បានចាប់អារម្មណ៍ពីឆាអេនផងដែរថាតែបានគិតថាក៏ប្រហែលជាគាត់គឺជា The Player នៅក្នុង System ដូច្នេះហើយគាត់ក៏មានចំហាយអាក្រក់នោះទេហើយមិនពេលដែលឈិនវូត្រឡប់ទៅផ្ទះវិញនឹងមេការជីកត្បូងក៏បានទៅនិយាយជាមួយឈិនវូដែលគាត់គឺចង់ឲ្យឈិនវូមកធ្វើការជាមួយនឹងគាត់បន្តទៀតគាត់សារតែឃើញសមត្ថភាពរបស់ឈិនវូគឺល្អហើយបើសិនជាឈិនវូយកប្រាំគាត់នឹងដំឡើងប្រាក់ខែទៅកាន់ឈិនវូនឹងគឺគុណនឹង5ក៏ប៉ុន្តែឈិនវូក៏បានបដិសេធគាត់សារតែគាត់ក៏មានការងារផ្សេងត្រូវធ្វើហើយអ្នកដឹងថាមិនអាចចំចូលឈិនវូបានគាត់ក៏បានសុំឲ្យឈិនវូមកធ្វើការជាមួយនឹងគាត់ម្ដងទៀតនៅថ្ងៃស្អែកគាត់សារថ្ងៃស្អែកនឹងពួកគេគឺត្រូវចូលទៅក្នុងដងចង់ដែលមានរ៉េងខ្ពស់ចំនួន2រីឯឈិនវូវិញក៏ចង់បដិសេធដែរក៏ប៉ុន្តែបន្ទាប់ពីគាត់គិតចាប់គាត់ឡើងនិងគាត់ក៏សម្រេចចិត្តថានឹងមកធ្វើការម្ដងទៀតតែទៅខាងស្រីស្អាតឆាអេនៅវិញនេះគឺដេកអត់លក់ឡើយគាត់សារតែនេះគឺនៅតែអស់ច្រើនពីវត្តមានរបស់ឈិនវូនៅក្នុងដងចង់កាលពីព្រឹកមិញក៏ដោយសារតែនាងក៏បានឲ្យគេសួរពីវត្តមានរបស់ឈិនវូតែចម្លើយដែលនាងទទួលបានគឺគ្មានអ្វីទាំងអស់ក៏ដោយសារតែប្រវត្តិរបស់ឈិនវូទាំងប្រមាណហ្នឹងគឺត្រូវបានសមាគម Hunter ចាក់សោលុកអស់ហើយដោយជាហេតុនេះទៅធ្វើឲ្យអ្នកគឺកាន់តែឆ្ងល់ថាតើឈិនវូនឹងគឺជានរណាគេពិតប្រាកដរីឯថ្ងៃថ្មីក៏បានចូលមកដល់ឈិនវូក៏បានទៅធ្វើការនៅកន្លែងកម្មករនឹងម្ដងទៀតហើយនៅពេលនោះអ្នកដែលធ្វើការទីនោះក៏បាននិយាយស្វាគមន៍ទៅកាន់ឈិនវូយ៉ាងកក់ក្ដៅដែលទិដ្ឋភាពបែបនេះឈិនវូគឺខានឃើញវាយូរណាស់ហើយបន្ទាប់ពីក្រុមចាស់របស់ខ្លួនត្រូវបានរំសាយហើយនៅពេលដែលចូលទៅធ្វើការវាក៏ដូចជាការពីម្សិលមិញអញ្ចឹងឈិនវូក៏បានបញ្ចេញកម្លាំងរបស់ខ្លួនក្នុងការជីកត្បូងនឹងយ៉ាងលឿនហើយដោយសារតែមានវត្តមានរបស់ឈិនវូបែបនេះហើយទៅធ្វើឲ្យការងាររបស់គេនៅថ្ងៃនេះគឺបានបញ្ចប់ទៅយ៉ាងរលូនហើយនៅពេលដែលពួកគេសម្រាប់ញ៉ាំបាយថ្ងៃត្រង់នោះក៏មាននៅប្រធានក្រុម Hunter ម្នាក់ក៏បានដើរមកសួរពួកគេដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តចូលទៅក្នុងដងចង់ក៏ដោយសារតែគាត់គឺខ្វះមនុស្សម្នាក់ទៀតដើម្បីកាន់អីវ៉ាន់នៅពេលនោះនឹងមេក្រុមកម្មករក៏បានប្រាប់ថាអ្នកនៅទីនេះទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជា Hunter ដែលមានរ៉េងទាបៗនោះទេហើយបើសិនជាពួកគេចូលទៅក្នុងដងចង់ដែលមានរ៉េងឯហ្នឹងវាគឺដូចជាយកផងមកទៅចូលដុំថ្មអញ្ចឹងក៏ប៉ុន្តែភ្លាមនោះឈិនវូក៏បានលើកដៃឡើងដែលគាត់គឺស្ម័គ្រចិត្តចូលទៅក្នុងដងចង់ដែលមានរ៉េងឯហើយនៅពេលដែលមេក្រុមកម្មករសួរបញ្ជាក់ឈិនវូក៏បានប្រាប់ថាគាត់គឺគ្រាន់តែចូលទៅជួយឲ្យបានឲ្យពួកគេប៉ុណ្ណោះរីឯប្រធានក្រុម Hunter ក៏បានទៅនិយាយស្វាគមន៍ទៅកាន់ឈិនវូថាទៅបានណែនាំឈ្មោះថាគាត់ក៏មានឈ្មោះថាគីហ៊ុនហើយបន្ទាប់ពីពួកគេត្រៀមខ្លួនរួចរាល់ហើយនឹងក៏បានធ្វើដំណើរដើរចូលទៅក្នុងដងចង់ហើយពេលដែលចូលទៅខាងក្នុងដងចង់នឹងឈិនវូក៏បានស្គាល់គ្នាជាមួយនឹង Hunter សៃហៀលីងម្នាក់ដែល Hunter សៃហៀលីងនឹងក៏បានប្រាប់ទៅកាន់ឈិនវូថាឈិនវូគឺមិនចាំបាច់បារម្ភពេកទេក៏សារតែប្រធានក្រុមរបស់ពួកគេដែលមានឈ្មោះថាគីហ៊ុននឹងក៏មិនមែនជាមនុស្សដែលគិតតែពីផលប្រយោជន៍ខ្លួនឯងឡើយហើយបន្ទាប់ពីការប្រមាញ់វិសាចនៅក្នុងដងចង់នេះចោលប្រធានក្រុមរបស់ពួកគេដែលមានឈ្មោះថាគីហ៊ុននឹងគឺនៅឡើយឋានៈជាមិនខានបន្ទាប់ពីពួកគេបានដើរចូលទៅខាងក្នុងកម្មតែជ្រៅពួកគេក៏បានជួបប្រទះជាមួយនឹងឆ្កែព្រៃប្រមាណក្បាលក៏ប៉ុន្តែឆ្កែព្រៃនឹងវាក៏មិនមែនជាឧបសគ្គសម្រាប់គេឡើយក៏ដោយសារតែពួកគេក៏អាចសម្លាប់ឆ្កែព្រៃនេះបានយ៉ាងងាយស្រួលបន្ទាប់ពីសម្លាប់ឆ្កែព្រៃទាំងអស់នោះហើយពួកគេក៏បានចាត់អារម្មណ៍ថាឆ្កែព្រៃទាំងអស់នោះវាគឺគ្រាន់តែជាវិស័យនៅក្នុងថ្នាក់ស៊ីប៉ុណ្ណោះកំពុងតែចាត់អារម្មណ៍ពីឆ្កែព្រៃទាំងអស់នោះពួកគេក៏បានលើកសម្លេងសម្រាប់ជាមនុស្សដើរមកក៏ប៉ុន្តែអ្នកដែលបានដើរមកនឹងវាក៏មិនមែនជាមនុស្សនោះទេក៏ប៉ុន្តែពួកវាគឺជាវិស័យអុកជាច្រើនក្បាលហើយយាអុកទាំងអស់នោះវាគឺជាម្ចាស់របស់ឆ្កែព្រៃបំបញ្ញមិញនេះឯងមិនចាំយូរយាអុកក៏បានបើកការវិវហារទៅកាន់ពួកគេដែលធ្វើឲ្យប្រទេសក្រុងគីហ៊ុននឹងក៏ប្រញាប់យកខែមកការពារក៏ប៉ុន្តែឃើញថាកម្លាំងរបស់គីហ៊ុនបើប្រៀបទៅជាមួយនឹងយាអុកនឹងគឺនៅស្ទើរពេកណាស់ឆាកវិយុទ្ធរបស់ពួកគេទាំងពីរក្រុមគឺចាប់ផ្ដើមកាត់ឡើងដែលឃើញថាក្រុមរបស់គីហ៊ុនដែលយើងមើលទៅគឺថាខ្លាំងណាស់ក៏ប៉ុន្តែជួបជាមួយយាអុកទាំងអស់នេះពួកគេក៏មិនមែនជាដៃគូរបស់យាអុកទាំងអស់នេះឡើយស្របពេលនោះផងដែរក្រុមរបស់គេម្នាក់គឺត្រូវបានយាអុកកាត់ដាច់ដៃមួយចំហៀងពេលឃើញចឹងចែវបានតែក៏បានចូលទៅជួយដែលបានប្រើប្រាស់ធម្មពលមីរបស់ខ្លួនបង្កើតបានទៅជាវេទមន្តមួយចងយាអុកនឹងជាបណ្ដាសន្នហើយ Hunter Haley វិញក៏ប្រញាប់ប្រញាល់ចូលទៅជួយព្យាបាលរបួសឲ្យ Hunter ម្នាក់ស្របពេលនោះផងដែរយាអុកបីមិញនោះក៏វាបានរួចពីចំណោវិញថែមទាំងបានដើរទៅឈរពីក្រោយនាងយ៉ាងសង្ហាដែលធ្វើឲ្យនាងក៏បានគិតថាមើលទៅប្រហែលជាជីវិតរបស់នាងក៏ត្រូវចាប់នៅក្នុងដងចង់នេះឯងក៏ប៉ុន្តែនៅពេលនោះវាគឺខុសពីអ្វីដែលនាងគិតក៏សត្វជីវូក៏បានប្រើប្រាស់ skill ruler hand ចាប់ច្បាច់កោវាឲ្យបែកទឹកមាត់ខ្ចាយ
ថែមទាំងបានចាប់ដកកូនរបស់វាចេញមកសាស្រ្តទៀតផងចំណែកអ្នកផ្សេងទៀតក៏ត្រូវបានជេនវូទៅជួយសង្គ្រោះផងដែរដែលជេនវូក៏បានប្រើប្រាស់ស្គីបំបាំងកាយចូលទៅពីបហាចំណុចសំខាន់របស់យ៉ាអុកនោះដែលធ្វើឲ្យក្រុមរបស់ពួកគេអាចកម្ចាត់យ៉ាអុកនោះបានយ៉ាងងាយស្រួលបន្ទាប់ពីពួកគេសម្លាប់យ៉ាអុកទាំងអស់នោះបានពួកគេក៏មានការចាប់អារម្មណ៍ដោយសារតែ8មិញហ្នឹងក៏មាននរណាម្នាក់ជួយគេដោយសម្ងាត់ក៏ប៉ុន្តែម្នាក់ហ្នឹងក៏បានបង្ហាញមុខឲ្យពួកគេបានឃើញនោះទេក៏ប៉ុន្តែនៅពេលនោះចាស់បានតែក៏បានប្រាប់ថាក៏ដោយសារតែពួកគេគឺសំណាងល្អវាចាំឆ្លើយសំខាន់របស់ពួកយ៉ាអុកទាំងអស់ហ្នឹងដែលធ្វើឲ្យពួកគេស្លាប់អស់ទៅក៏ដោយសារតែចាស់ហ្នឹងក៏បានមើលធ្លុះស្គីបំបាំងកាយដែលជេនវូប្រើ8មិញនឹងឯងគ្រាន់តែនេះក៏បាននិយាយរឿងទាំងអស់ហ្នឹងឲ្យអ្នកផ្សេងបានដឹងនោះទេនៅពេលនោះពួកគេក៏បានលើកកំណត់ថាពួកគេគួរតែចាក់ចេញទៅខាងក្រៅវិញទៅក៏ដោយសារតែក្រុមរបស់ពួកគេនៅខាងក្នុងលោកឈុងនេះដូចជាផ្ទុយខ្លាំងណាស់ដែលនៅពេលហ្នឹងក៏មានមតិភាគច្រើនក៏បានលើកឲ្យគេហ៊ុនដឹកនាំពួកគេចេញទៅខាងក្រៅវិញទៅក៏សារតែពួកគេគឺបន្ថយខ្លាំងណាស់ក្នុងចុងវិញនេះដែលឯគេហ៊ុនវិញគាត់ក៏សោកស្ដាយផងដែរក៏សារតែនេះគឺជាបេសកកម្មដែលអាចធ្វើគាត់ឡើងតំណែងធំក៏ប៉ុន្តែដោយសារតែគាត់គិតអំពីសុខភាពមើលរួមក្នុងឆ្លើយគាត់ក៏បានយល់ព្រមត្រឡប់ទៅវិញហើយនៅពេលដែលពួកគេបំរុងដើរចេញទៅខាងក្រៅហ្នឹងក៏បានឃើញថាមាន barrier អានកំបាំងមួយគឺត្រូវបានបង្កើតឡើងការពារពួកគេមកឲ្យចេញទៅវិញនោះទេនៅពេលនោះហ្នឹងក៏មាននៅ Hunter 3នាក់ស្ម័គ្រចិត្តចូលទៅបំបែក barrier នៅក៏ប៉ុន្តែលទ្ធផលពួកគេត្រូវបានធ្វើមកពុះពី barrier នោះវាប្រហាពួកគេមានរបួសជាដំណំហើយនៅពេលដែលពួកគេក៏លេចទៅក្រៅហ្នឹងក៏បានឃើញនៅវត្តមានរបស់ពួកអង្គជាច្រើនក្បាលក៏បានដើរចេញមកស្វាគមន៍ទៅកាន់ពួកគេនៅពេលនោះហ្នឹងក៏មាននៅអង្គម្នាក់ក៏បានដើរចេញមកនិយាយភាសាមនោដែលបាននិយាយថាស្ដេចរបស់ពួកគេដែលមានឈ្មោះថាខាកាកាហ្នឹងគឺចង់ជួបពួកគេនឹងបានដាក់ជំរឿចំនួន2ឲ្យគីហ៊ុនជាអ្នកសម្រេចទី1គឺត្រូវឲ្យពួកគេហ្នឹងគឺស្លាប់នៅខំដៃរបស់ពួកអង្គទាំងអស់ហ្នឹងរីឯទី2វិញគីហ៊ុនគឺត្រូវតែដឹកនាំក្រុមរបស់ពួកគេទៅជួបជាមួយនឹងផ្លៃរបស់ពួកគេដោយផ្ទាល់រីឯគីហ៊ុនវិញក៏បានជ្រើសរើសយកជំរឿទី2ដើម្បីប្រាប់ឲ្យអង្គហ្នឹងគឺរងចាំគាត់តិចទៅក៏តែគាត់ក៏ត្រូវតែនិយាយជាមួយគ្នាគាត់ដែរគីហ៊ុនក៏បាននិយាយទៅកាន់ឈិនវូថាឈិនវូហ្នឹងក៏មិនមែនជាសមាជិកនៅក្នុងក្រុមរបស់គាត់ឡើយដូច្នេះហើយនៅពេលដែលទៅជួបជាមួយនឹងខាកាកាដែលជាមេរបស់ពួកអង្គហ្នឹងគាត់គឺចង់ឲ្យឈិនវូត្រឡប់មកវិញក៏ដោយសារតែពួកគេគឺនឹងចាប់ផ្ដើមបើកការវិភាគទៅកាន់ខាកាកាហើយ barrier ដែលខាកាកាបានដាក់នៅក្នុងដងឆောင်းនោះវានឹងបានថយឆ្លៀតពេលដែលឈិនវូគឺត្រូវថតចេញទៅខាងក្រៅដើម្បីរៀបការរឿងដែលបានកើតឡើងក្នុងដងឆောင်းនោះឲ្យទៅកាន់អង្គភាពផ្សេងទៀតបានដឹងនៅពេលនោះនៅចាហាន់ថាស្រីឈើលេងនឹងក៏បានប្រាប់ទៅកាន់ឈិនវូថាបើសិនជាឈិនវូអាចចាក់ចេញទៅខាងក្រៅវិញបានហ្នឹងនេះគឺសូមឲ្យឈិនវូជួយយកសភៅកំណត់ហេតុនេះឲ្យទៅកាន់គ្រួសាររបស់នាងបានដឹងផងហើយបន្ទាប់ពីឃើញពួកគេស្ថិតនៅក្នុងស្ថានភាពអសង្ឃឹមចាស់ឈិនវូគាត់ក៏បានឆ្លើយយកព្រមរីឯនៅខាងក្រៅដងឆောင်းនៅវិញឆាអេនក៏បានធ្វើដំណើរមកដល់ដែលនាងគឺមកដើម្បីរកវត្តមានរបស់ឈិនវូបន្ទាប់ពីដឹងថាឈិនវូគឺធ្វើដំណើរជាមួយនឹងក្រុម Hunter ចូលទៅខាងក្នុងនាមជាអ្នកយល់វត្តនឹងឆាអេនគឺចាប់តាមឆ្ងល់ថាតើឈិនវូគឺចូលទៅខាងក្នុងធ្វើអីរីឯ Teamwork Hunter នៅវិញឥឡូវពួកគេក៏បានធ្វើដំណើរចូលទៅដល់ខាងក្នុងសន្តាប់វិមានរបស់ក្រុមវិស័យនឹងហើយនៅចំពោះមួយរបស់ពួកគេនឹងគឺជាមេតបទាំង4ហើយអ្នកដែលនៅចំកណ្ដាលនៅវាគឺជាស្ដេចរបស់ពួកអទាំងអស់នោះឯង